នារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យអាដាម Christopher Lando អនុរដ្ឋមន្ត្រីការបរទេសអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី8ដល់ថ្ងៃទី9ខែមិថុនាឆ្នាំ2026ក្នុងឱកាសនៃជំនួបអាដាមអនុរដ្ឋមន្ត្រីការបរទេសបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាព្រមទាំងបានគូបញ្ជាក់ថាប្រទេសទាំងពីរនៅមានកលានុវត្តភាពច្រើនថែមទៀតដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស្អិតរមួតនិងស៊ីជម្រៅអាដាមអនុរដ្ឋមន្ត្រីក៏បានវិតម្លៃខ្ពស់ចំពោះការសម្រេចបាននៅកិច្ចព្រមព្រៀងបើកចំហជើងមេឃជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលនឹងជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយគ្នានេះអាដាមបានសម្ដែងនៅការពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិកក្នុងការបោះទុននិងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាដែលការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាលើសពីនេះអាដាមអនុរដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែបនិងល្បីល្បាញលើសកលលោកជាការឆ្លើយតបសម្ដេចធិបតីហ៊ុនម៉ាណែតបានសម្ដែងក្តីរីករាយនិងវិតម្លៃខ្ពស់ចំពោះភាពរីកចម្រើននិងលទ្ធផលល្អប្រសើរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជាសហរដ្ឋអាមេរិកព្រមទាំងបានបញ្ជាក់ថាកម្ពុជានឹងបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀតទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានគូបញ្ជាក់ជូនអាដាមអនុរដ្ឋមន្ត្រីអំពីការដាក់ចេញនូវគោលនយោបាយនិងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រនិងធានាដល់ភាពជោគជ័យរបស់វិស័យឯកជនក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជារាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងកំពុងខិតខំអភិវឌ្ឍលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិង Logistics តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុព្រមទាំងកំពុងកសាងព្រៃជីក Funodejo ដែលជាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមានគោលដៅបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរបស់កម្ពុជាបង្កើនភាពប្រកួតប្រជែងកម្ពុជាបង្កើតការងារនិងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពសម្ដេចធិបតីនិងអាដាមអនុរដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនសម្ដេចធិបតីបានគូបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនិងកិច្ចសហការជាមួយបណ្ដាប្រទេសនានារួមទាំងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដេចធិបតីបានសង្កត់ធ្ងន់ថាវិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំរហូតដល់មានការបោះសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឲ្យអស់ពីកម្ពុជាអាដាមអនុរដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជាមុននឹងបញ្ចប់សម្ដេចធិបតីបានជម្រាបអាដាមអនុរដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងគូបញ្ជាក់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។